Forbidden Fruit by Aromatic តែក្លិនវាបែបមិនដែរយើងមកតែទាំងអស់គ្នាក្នុងវីដេអូនឹងតែម្ដងបើនិយាយពីឈ្មោះ fruit បើយើងមើលលើ color scheme ខ្ញុំសម័យដល់ក្លិនផ្លែក្រូចមុនគេបន្តមកទៀតអាចថាមានក្លិនផ្អែមចេញពីផ្លែអាឡឹកឬក៏ផ្លែពណ៌ក្រហមអាចថាផ្លែប៉មអញ្ចឹងទៅហ្នឹងតោះឥឡូវយើង unbox ឲ្យមកតែក្លិនវាមកដល់ថាវាល្អប៉ុណ្ណាដែរចឹងគឺវាពណ៌អង្កឹតមែនតើតាមពិតទៅដបនេះ color របស់វាមកមើលផ្ទាល់ជាក់ស្ដែងហ្មងគឺរំលឹកឲ្យខ្ញុំដឹងពីក្លិនប្រោះផ្លែល្មុតផ្លែដេបផ្លែអីចឹងណាដេបខ្មែរតាមមិនអត់ដឹងដែរដបរបស់វាលយគួរសមដែរហ្នឹងហើយតោះយើងមកតែក្លិនវាទាំងអស់គ្នាក្លិននេះបាញ់មកធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អហ្មងមានអារម្មណ៍ផ្លែឈើចម្រុះណាវាដូចជាផ្លែឈើបហិតភ្លាមហ្មងផ្លែឈើហ្នឹងគឺជាប្រភេទដូចគេយកទឹកសេរ៉ូផ្លែឈើច្រើនមុខចាក់ចូលគ្នាដាក់ចូលម៉ាស៊ីនកាន់ហើយដាក់ទឹកសូដាចូលក្នុងហើយកឡុកហើយចាក់ចូលមកហើយយើងភាយក្លិនហ្នឹងគឺក្លិនមិនតែម្ដងប៉ុន្តែ unfortunately ហិតម្ដងទៀតមិនហ្នឹងក្លិនវារៀងបែបដូចជាថ្នាំប៉ែតដោយអាទឹកសេរ៉ូក្អកក្មេងអញ្ចឹងហ៎តែវាមានរៀងបែបក្លិនថ្នាំនៅចុងកតុយតែបើយើងព្យាយាមកុំគិតពីអាក្លិនថ្នាំហ្នឹងគឺយើងទទួលបានក្លិនផ្លែឈើចម្រុះមួយដែលមានអារម្មណ៍ថារៀងស្រស់ស្រាយផ្អែមគួរឲ្យចង់ញ៉ាំវារៀងតាក់ទាញគួរសមដែរក្លិននេះមានអារម្មណ៍រៀង gourmand touch ដូចរៀងក្លិននំមួយតិចតួចនៅក្នុងហ្នឹងណាស្រស់ស្រាយផ្អែមរៀងបែប fresh and sweet at the same time យទៅ forbidden fruit ក្លិននេះវាល្អកំណត់ប្រេង extract ទៀតយើងវានឹងជាប់ខ្លាំងដោយសារវាក្លិនផ្អែមទៀតអញ្ចឹងខ្ញុំឲ្យ first impression rating ទាំងអស់មួយនេះ 8.1 លើ 10 គឺល្អខ្ញុំចូលចិត្តក្លិនហ្នឹង 8.1 លើ 10 អ្នកទាំងអស់គ្នា